សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំមានវីដេអូតាក់ទងនឹងការធ្វើ blur ដូចនៅក្នុងវីដេអូនេះអញ្ចឹងបាទជាដំបូងបងប្អូនត្រូវមានរូបភាពមួយស្លឹកមកទាញយកមកដាក់នៅក្នុងកណ្ដាប់ Photoshop បាទបន្ទាប់មកបងប្អូនចូលកន្លែង Object Select Tool នេះមកបាទ click លើវាមកប៉ឹកមកបាទបន្ទាប់មកបងប្អូន click លើរូបនេះមួយមកបាទបន្ទាប់ពីបាន select ចឹងហើយបងប្អូន Ctrl J copy ពីរដងមកបាទបន្ទាប់មកបងប្អូនចូលលើ layer ទី1នេះមកបាទចុចលើនឹងមក click មកបន្ទាប់មកចូលឡើង filter បន្ទាប់មកចូលឡើង blur gallery នេះមកបាទបន្ទាប់មកចូលកន្លែង pit blur នេះមកបន្ទាប់ពីបានបែបហ្នឹងបងប្អូនទាញកន្លែងកុលនេះយកមកដាក់ចុងនេះមកទាញសញ្ញាព្រួញនេះមកក្រោយមកបាទបន្ទាប់មកពុតវាមកដើម្បីឲ្យស្មៅហ្នឹងវាចេញមកវាកោងដូចទាត់ហ្នឹងអញ្ចឹងបន្ទាប់មកបងប្អូនដាក់អានេះ 10% បានហើយហើយអានេះបងប្អូនសេរីបានតាមជាក់ស្ដែងបាទបន្ទាប់ពីបានបែបហ្នឹងហើយបងប្អូនចុចអូខេមកបាទវីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងសូមបងប្អូនជួយ Subscribe ជួយ Like បើបងប្អូនមានចម្ងល់អីសូម Comment នៅក្នុងវីដេអូនេះអរគុណជួបគ្នានៅវីដេអូក្រោយបាយបាយ